Alo, Susday អ្នកទាំងអស់គ្នាការប្រឡងសពការទូទាំងប្រទេសថ្នាក់ខេត្តច្រឡំថ្នាក់ប្រទេសហីចង់ថ្នាក់ខេត្តដល់ណាទៀតខ្ញុំរកត្រាំអំណាចអត់ឃើញអញ្ចឹងរកបញ្យល់ធ្វើវីដេអូមកអត់កើតលំហាត់ខ្លះក៏អត់ចេះធ្វើដែរចាអាណាចេះធ្វើយកមកធ្វើអាណាអត់ចេះអត់រឿងហ្នឹងគឺយើងមកដែលអត់កើតហ្មងនិយាយមែនអត់កើតហ្មងសារលំហាត់វាបាក់ខ្លាំងអូខេឥឡូវគេប្រឡងថ្ងៃ26មេសាខ្ញុំអត់ដឹងលីងថ្ងៃកំណើតខ្ញុំទៀតណាតែខុសខែអូខេលំហាត់ទី1 10បន្ទូលំហាត់នេះស្រួលម៉ាមួយអ្នកធ្វើណាផ្ទះបាយកំភ្លៀងណាធ្វើឈួតណាដោយសារតែគេដាក់ឲ្យយើងយកបន្ទូ free ខ្លាចយើងប្រឡងទៅបានធ្លាក់អត់ធ្វើអត់ចេញឲ្យមកលំហាត់អីចឹងណាចឹងទៅអ្នកឡើងដល់ថ្នាក់ប្រទេសលំហាត់ចឹងគេចេះអស់ហើយ6 + 6 + 6 6 6 6 បូកដល់6អណ្ដងអូខេអញ្ចឹងលំហាត់ហ្នឹងយើងដោះស្រាយថ្ងៃហ្នឹងទៅដោយសារយើងអត់មានលំហាត់ណាចេះទេលំហាត់ហ្នឹងគេឲ្យយើងកណនាឥឡូវ S ចាស់6 + 66 បូកចុចរហូតដល់6 អណ្ដងអូខេបូក6អណ្ដងអញ្ចឹងលំហាត់ហ្នឹងគឺខ្លីទេបាច់ទៅសេវែងខ្ញុំខានពេលទេគឺចាប់6យកហ្មងទៅតែដោយសារតែយើងធ្វើបញ្ញាប់យើងត្រូវការពេលគិតលំហាត់ផ្សេងទៀតអញ្ចឹងយើងដាក់9មកលើនឹងឲ្យមកដោយសារយើងដឹងពីរបៀបនៃការធ្វើលំហាត់នេះយើងចង់ឲ្យវាបំលែងចូលជា10ស្វ័យគុណអញ្ចឹងដល់ពេលដែលវាចាប់6យើងបាន1 11 101 6 1 1អញ្ចឹងមួយហ្នឹងយើងអាចចាំ9ទៀតដោយសារចាំ9ហ្នឹងយើងបាន9អានេះ99អានេះ99 9ចេះ9ហើយដល់ពេល9យើងអាចទៅសេទៅជា10ដក1 100ដក1 1000ដក1ចឹងតែអញ្ចឹង110នេះ10សេគុណ1 100 10សេគុណ2នេះគឺជាហេតុផលដែលយើងចាប់6លើ9ជាកត្តាអូខេចឹងទៅនៅជាងសរសេរ10ស្វ័យគុណយកចឹង10ដក1បូកជាមួយនឹង10ការ៉េដក1បូកជាមួយនឹង10គីបដក1បូកចុចបូករហូតដល់10សេគុណ n ដក1អូខេចឹងទៅខ្ញុំសម្រួលអានេះមក3no សម្រួលនឹង3វាបាន2នៅលើ3អញ្ចឹងមួយនេះខ្ញុំសោតអត់សន់ចាក់ភ្លៀងដាក់វានៅម្ដុំអញ្ចឹងខ្ញុំបាន1 n ដងអ្នកគេសេឲ្យពេញមកនេះខ្ញុំខសេខ្ញុំខ្ជិលសេឲ្យវានេះអញ្ចឹងណាសេខ្លួនឯងឲ្យស្រួល4មកយ៉ាគេដកបន្ទុកធ្លាក់បាត់ហើយកន្លែង10នេះខ្ញុំសេឲ្យចូលស្វ័យគុណហ្មងទៅអានេះដូចជាផលបូកធននិមិត្តអញ្ចឹងវាបានឧបមាថា a ហ្នឹងស្មើ10អញ្ចឹងចាអញ្ចឹងវាបាន aសេគុណ n ដក1លើ a ដក1អញ្ចឹងទៅយើងទៅសេយកហ្មងមិនបាច់ដាក់រូបមុនទេដោយសារយកមានពេលទេអញ្ចឹងយើងសេ10កតា10ស្វ័យគុណ n ដក1នៅលើ10ដក1ហើយយើងទៅសេ2នៅលើ3អានេះដក1វា n ដងអញ្ចឹងវាដក n ហើយអានេះដកទៅវាសល់ដល់9ណាចានេះ10សេគុណ10 n ដក1នៅលើ9នេះចឹងនេះយើងបានប៉ុណ្្នឹងហើយធ្វើទៀតយើងគ្រាន់តែគុណពលិតចូលវិញក៏បានយើងទុកចឹងក៏បានស្រេចចិត្តដក2នៅលើ 3n បូកជាមួយនឹង20 10សេគុណ n ដក1នៅលើ9 3ដង27ចឹងក៏បានអូខេនេះពីឲ្យធំតិចចឹងចាប់អត់ដឹងទេអូខេចឹងអានេះតាមខ្ញុំគិតថាលំហាត់នេះគឺធ្វើអញ្ចឹងឬមួយខ្ញុំគិតខុសឬមួយខ្ញុំធ្វើខ្វះខាតចន្លោះលំហាត់ណាមួយ
chắc là cái ai mưa bàn khóc lại nè bật thử rồi vô tới bật khó cọ ó tới nha nhưng ó che thằng ó cái này thế ai thằng nào cái che chắc này chui này nông chim bàn bởi chim con đại chiêm mà lột mà nè này nông phản đây này tê làm hạt tí pi này để chỉ đập ram một chút ý sợi ca phần nắng cái đập ram một chút này khá lăng mẹ làm hạt nó viêm mệt bằng cái đập ram một chút đã sai sợi ca không sầm nóm giật con giật sợi ca phần ní mà rồi mà pon ram ra cho ram expo ở sợi ca mối tiền nhạt cái họ ấy cái cái chén sợi ca bạn nó thì thọt chuột nhớ thôi làm hạt chén và quạt và chỉ chuột phải làm hạt để miền hay cái lâu ấy cái khlang ấy hay trong mày trong bao một cái đâu đây mến សម័យកាលមានអញ្ញាតពីរក្នុងសម័យកាលតែមួយឯងតែចាំមើលសិនថាលំហាត់ហ្នឹងគេដោះស្រាយបែបម៉េចលេខនេះដល់លេខអត់ស្អាតទេតែចាំមើលសិនលំហាត់ហ្នឹងគេដោះស្រាយបែបម៉េចចាំខ្ញុំជម្រាបជូននៅអេពីសូតទី2អញ្ចឹងខ្ញុំចាំព្យាយាមរកចម្លើយឲ្យឃើញយើងដឹងចម្លើយទាំងអស់គ្នាណាហើយលំហាត់ថ្ងៃហ្នឹងគឺកែបានលំហាត់10បន្ទុកហ្នឹងទេខុសត្រូវមើលខ្លួនឯងត្រូវយកបើខុសតែថាខុសហើយអត់ត្រូវអ្នកឡើយហ្នឹងគេធ្វើចែកអូខេយើងចោលចាគ្នាហើយខ្ជិលងុយដេកយ៉ាងងយណាដេកបាយ